តែអ្នកនរគ្នាឆ្លប់ឆ្ងល់អត់ថាអវកាសនឹងមានក្លិនដែរឬទេព្រោះតែនៅទីនោះនឹងគ្មានខ្យល់គ្មានអុកស៊ីហ្សែនហើយគ្មានអ្វីដែលយើងអាចដកដង្ហើមបាននោះទេប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលហ្នឹងគឺអ្នកអវកាសជាច្រើនបាននិយាយដូចគ្នាថាអវកាសមានក្លិនដូចជាសាច់អាំងឬក៏ដូចជាដែកដុតតើវាជាការពិតដែរទេហើយហេតុអ្វីកន្លែងដែលជាលំហទទេបំផុតនៅក្នុងចក្រវាឡនេះអាចមានក្លិនបាននៅពេលដែលអ្នកអវកាសចេញពីយានដើម្បីធ្វើការនៅក្រៅស្ថានីយ៍អវកាសពួកគេត្រូវបានពាក់ឈុតពិសេសអ្នកនរគ្នាព្រោះនៅក្នុងអវកាសមនុស្សមិនអាចរស់ដោយផ្ទាល់បានទេហើយហេតុថាវាគ្មានខ្យល់គ្មានសម្ពាធហើយត្រជាក់ខ្លាំងឬក្តៅខ្លាំងបំផុតទៀតផងប៉ុន្តែរឿងចម្លែកបានកើតឡើងអ្នកនរគ្នាពេលពួកគេត្រឡប់ចូលស្ថានីយ៍វិញអ្នកអវកាសជាច្រើនបាននិយាយថានៅលើឈុតរបស់ពួកគេមានក្លិនចម្លែកជាប់មកជាមួយផងដែរអ្នកនៅក្នុងអវកាសបានពិពណ៌នាថាវាមានក្លិនដូចជាសាច់អាំងខ្លះថាដូចជាដែកកំពុងតែឆេះខ្លះទៀតថាដូចជាកំភ្លើងដែលទៅតែបាញ់រួចដូច្នោះដែរដោយអ្នកអវកាសម្នាក់នឹងបានប្រៀបធៀបវាជាមួយនឹង wedding fumes ឬក្លិនដែកដែលកំពុងតែគេកំពុងតែផ្សារហើយអ្វីដែលចម្លែកនោះគឺអ្នកអវកាសជាច្រើនពីព័ត៌មានស្រដៀងគ្នាថាទោះបីជាពួកគេទៅអវកាសខុសពេលគ្នាក៏ដោយក៏ក្លិនដែលពួកគេទទួលបានហ្នឹងដូចគ្នាដែរវាជាការពិតណាស់អ្នកទាំងអស់គ្នាអ្នកអវកាសមិនអាចហិតក្លិនអវកាសដោយផ្ទាល់បានទេព្រោះក្លិនត្រូវការខ្យល់ដើម្បីធ្វើដំណើរចូលទៅក្នុងជ្រមុះដូច្នេះក្លិនដែលពួកគេបានហិតនោះគឺមិនមែនមកពីអវកាសផ្ទាល់នោះទេប៉ុន្តែវាមកពីភាគល្អិតនិងគីមីដែលជាប់នៅលើឈុតអវកាសរបស់ពួកគេទៅវិញអ្នកវិទ្យាសាស្ត្រហ្នឹងគាត់បានគិតថាវាអាចបណ្ដាលមកពីប្រតិកម្មគីមីជាច្រើននៅក្នុងអវកាសមានអាតូមអុកស៊ីហ្សែនតែមួយដែលមានថាមពលខ្លាំងណាស់អ្នកនរគ្នាពេលវាប៉ះឈុតអវកាសវាអាចបង្កើតប្រតិកម្មគីមីហើយនៅពេលដែលអ្នកអវកាសចូលមកវិញសារធាតុទាំងនោះលាយជាមួយខ្យល់ក្នុងស្ថានីយ៍ទៅបង្កើតជាក្លិនចម្លែកបែបនេះហើយអ្នកវិទ្យាសាស្ត្រក៏បានរកឃើញផងដែរថានៅក្នុងអវកាសមានម៉ូលេគុលជាច្រើនសូម្បីតែសារធាតុដែលមាននៅលើផែនដីក៏ដោយមានmethane មានអាល់កុហុលហើយសូម្បីតែសារធាតុដែលទាក់ទងនឹងស្ករក៏ដោយវាបង្ហាញថាអវកាសមិនមែនជាកន្លែងប្រទេសស្អាតដូចដែលយើងគិតនោះទេ NASA ធ្លាប់ព្យាយាមបង្កើតក្លិនដូចជាអវកាសអ្នកនរគ្នាដោយសារតែអ្នកអវកាសនិយាយអំពីក្លិននេះញឹកញាប់ពេកអ្នកវិទ្យាសាស្ត្រខ្លះបានព្យាយាមចម្លងក្លិនអវកាសឡើងវិញដើម្បីឲ្យអ្នកហ្វឹកហាត់អវកាសអាចស្គាល់បទពិសោធន៍មុនពេលឡើងទៅពិតតែម្ដងគេបានពិពណ៌នាថាដូចលាយរវាងដែកដុតសាច់អាំងនិងទូកំភ្លើងផងដែរប៉ុន្តែទោះបីជាវាគួរឲ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយអវកាសនៅតែជាកន្លែងគ្រោះថ្នាក់ខ្លាំងបំផុតមួយដោយគ្មានអុកស៊ីហ្សែនមានកាំរស្មីគ្រោះថ្នាក់ហើយសីតុណ្ហភាពអាចផ្លាស់ប្ដូរខ្លាំងបំផុតដោយមនុស្សយើងនឹងអត់អាចរស់នៅទីនោះបានទេបើគ្មានបច្ចេកវិទ្យាជំនួយដូច្នេះហើយនៅពេលដែលអ្នកទាំងគ្នាមើលទៅលើមេឃនៅពេលយប់សូមចងចាំថានៅក្នុងភាពងងឹតដ៏ធំធេងនោះប្រហែលជាមានក្លិនដ៏ចម្លែកមួយដែលមនុស្សតិចណាស់ធ្លាប់បានហិតហើយវានៅតែបង្ហាញថាអវកាសគឺពោពេញទៅដោយអាថ៌កំបាំងដែលយើងទាំងអស់គ្នាមិនទាន់បានដឹងអស់នៅឡើយសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក